ជំរាបសួរបងប្អូនដែលចូលចិត្តការងារ DIY ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូបង្ហាញអំពីដំណាក់កាលនៃការធ្វើតុក្រូຂະຫນາດ65 គុណនឹង125បាទយើងប្រើក្រូ62សន្លឹកប៉ុន្តែយើងប្រើប្រភេទ slot ប្រើជាក្រូ slot នៅខាងក្នុងស៊ុបដែកបាទយើងអត់ប្រើសន្លឹកក្រូចម្តើតនៅពីលើដែកទេបាទអញ្ចឹងដែកស៊ុំវាខាងក្រៅហ្នឹងយើងប្រើដែក25គុណនឹង50ដំណាក់កាលដំបូងយើងយកដែកហ្នឹងមកកាត់មកចាបទៅតាមຂະຫນາດរបស់យើងគឺ60គុណនឹង120ពីព្រោះនេះយើងវាស់យកខាងក្នុងដើម្បីឲ្យយើងដាក់ស្លឹកក្រូទៅល្មមបាទប៉ុន្តែយើងអត់បានកាត់ផ្ដាច់ទេយើងកាត់មកចាបតែយើងអត់កាត់ផ្ដាច់ទេដើម្បីនៅពេលដែលយើងបត់បញ្ចូលគ្នាមកយើងអត់ក៏បាក់ផ្សារនៅតាមជ្រុងហ្នឹងទេបាទបើសិនជាយើងផ្សារក៏វាអត់ស្អាតដែរកន្លែងហ្នឹងអញ្ចឹងយើងកុំកាត់ផ្ដាច់ហើយយើងបត់មកវាស្អាតបន្ទាប់មកទៀតខ្ញុំប្រើជើងដែក30ដោយសារតែដែកខ្ញុំមានស្រាប់បងប្អូនអាចប្រើដែក25 50គ្នាក៏បានដែរជើងខ្ញុំប្រើដែក30ហើយនឹងឈ្នាន់ជើងខ្ញុំប្រើដែក25គុណនឹង25បាទនេះគឺជារូបដែលខ្ញុំផ្សារជើងរួចបាទពេលផ្សារជើងខ្ញុំចូលចិត្តផ្សាររបៀបជើងវាងាយស្រួលធ្វើការហើយចំពោះប្រវែងជើងតុកហ្នឹងមិនគួរទៅ5ទេបាទពីព្រោះអីយើងប្រើសម្រាប់ប្រហូបអាហារក៏ដូចជាតុកសម្រាប់សរសេរយើងមិនអាចធ្វើកម្ពស់ឲ្យទៅពេលដែលធ្វើរួចហ្នឹងលើសពី75ទេវាអាចពិបាកក្នុងការប្រើការបាទហើយសម្រាប់ដែកតំណប់ក្រូនខ្ញុំប្រើដែក25គុណនឹង25ខ្លះលាយនឹងដែក25 50ខ្លះបាទដោយសារតែដែកចាស់ខ្ញុំមានស្រាប់បាទអញ្ចឹងកន្លែងដែកទ្រាប់ក្រូនេះយើងសន្លោះទុកកម្រាស់ខាងលើនេះស្មើនឹងកម្រាស់ស្លឹកក្រូដើម្បីយើងដាក់ក្រូទៅឲ្យស្លឹកក្រូយើងស្មើគ្នាជាមួយនឹងដែកមេខាងក្រៅ